លច្របល់យ៉ាងខ្លាំងគ្រប់យ៉ាងដោយសារតែឥទ្ធិពលសន្និសីទសារព័ត៌មានរបស់អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក Thomas Andrews ដែលបាននិយាយអំពីពាក់ព័ន្ធនឹងចំនួននៅព្រំដែនជាមួយប្រទេសថៃលោកបានលើកឡើងថាបញ្ហាសិទ្ធិមនុស្សជនភៀសកកម្ពុជាមានសិទ្ធិដើម្បីទៅផ្ទះរបស់ពួកគាត់វិញពួកគាត់មានសិទ្ធិដើម្បីរស់នៅប្រកបអាជីវកម្មជាធម្មតានៅភូមិឋានដែលធ្លាប់រស់នៅនេះគឺជាច្បាប់អន្តរជាតិនិងជាអ្វីដែលប្រទេសទាំងពីរបានយល់ព្រមជាមួយគ្នាការថ្លែងសារយ៉ាងច្បាស់របស់លោក Thomas Andrews ដែលទាមទារឲ្យភាគីថៃគោរពច្បាប់អន្តរជាតិនិងសិទ្ធិមនុស្សជាមូលដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជាមិនត្រឹមតែជាការដាស់តឿនតាមផ្លូវការទូតប៉ុណ្ណោះទេប៉ុន្តែវាបានក្លាយជាគ្រាប់បែកមានអានុភាពដូចរញ្ជួយផែនដីមួយដែលផ្លុំបក់កកាយការពិតនៃការឈ្លានពានរបស់ចៅសៀមនៅលើឆាកអន្តរជាតិការចេញមុខអន្តរាគមន៍និងជំហរមើងម៉ាត់របស់តំណាងអង្គការសហប្រជាជាតិបានធ្វើឲ្យផ្ទៃក្នុងនៃរដ្ឋាភិបាលថៃជួបប្រទះនូវការជួលច្បល់យ៉ាងខ្លាំងប្រព័ន្ធផ្សព្វផ្សាយនិងក្រុមសារព័ត៌មាននៅក្នុងប្រទេសថៃខ្លួនឯងបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងដោយចាត់ទុកសេចក្តីថ្លែងការណ៍នេះថាជាការវាយប្រហារផ្លូវច្បាប់និងនយោបាយដ៏ធ្ងន់ធ្ងរមួយកម្ពុជាកំពុងប្រៀបឈ្នះយ៉ាងដាច់ខាតនៅលើវេទិកាអន្តរជាតិខណៈដែលថៃកំពុងធ្លាក់ចូលទៅក្នុងស្ថានភាពចាញ់ប្រៀបនិងស្ទើរតែគ្មានអំណាចផ្លូវច្បាប់ដើម្បីការពារទង្វើរបស់ខ្លួននេះជាការឆ្លុះបញ្ចាំងពីបណ្ដាញព័ត៌មានថៃនៅពេលនេះប្រវត្តិសាស្ត្រនិងស្ថានភាពជាក់ស្ដែងបានបង្ហាញយ៉ាងច្បាស់ថាការរំលោភបំពានដែនអធិបតេយ្យភាពនិងការបង្កការលំបាកដល់ជនស៊ីវិលបង្កដោយការឈ្លានពាននេះមិនអាចលាក់បាំងក្រោមរូបភាពការទូតនិងល្បិចកលនយោបាយបានឡើយនៅពេលដែលគេនិយាយអំពីថតិភាពពិតជាក់ស្ដែងគឺច្បាស់ណាស់ជាការបញ្ជាក់អំណាចនៃការពិតតែងតែមានជ័យជំនះលើការប្រឌិតនិងការរំលោភបំពានការដែលភាគីថៃត្រូវគេមើលឃើញថាជាអ្នកប្រព្រឹត្តបទល្មើសច្បាប់អន្តរជាតិបានធ្វើឲ្យប្រជាប្រិយភាពនិងភាពស្អាតស្អំរបស់ខ្លួននៅលើឆាកអន្តរជាតិនាពេលបច្ចុប្បន្នត្រូវរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរហើយអ្វីដែលគេចេញមកតបតគឺ style ដដែលដែលចោទថាលោក Thomas Andrews កាន់ជើងកម្ពុជាត្រូវបានកម្ពុជាទិញក្បាលបានហើយដើរតួជាអ្នក lobby ឲ្យភាគីកម្ពុជាប៉ុណ្ណោះអ្នកសារព័ត៌មានជ្រុលនិយមសៀមមួយចំនួនថែមទាំងហៅលោក Thomas Andrews ថាជាមនុស្សរមើលគុណសៀមព្រោះការពីលោកធ្វើជាអ្នករាយការណ៍ពិសេសពីស្ថានភាពសិទ្ធិមនុស្សនៅភូមាចន្លោះឆ្នាំ2020ដល់ឆ្នាំ2026នោះថៃបានជួយលោកជាច្រើនហើយលើសពីនោះទៀតបានចោទលោក Thomas Andrews ថាមករកស៊ីបើការិយាល័យប្រឹក្សាច្បាប់នៅក្នុងស្រុកសៀមដែរតែពេលនេះបែរជាមកលាបពណ៌អាក្រក់ឲ្យសៀមទៅវិញការឈរលើមូលដ្ឋាននៃការពិតការគោរពសិទ្ធិមនុស្សនិងការអនុញ្ញាតឲ្យជនភៀសកម្ពុជាបានវិលត្រឡប់ទៅកាន់ភូមិឋានដោយសុវត្ថិភាពគឺជាផ្លូវតែមួយគត់ដែលរដ្ឋាភិបាលថៃត្រូវតែជ្រើសរើសប្រសិនបើខ្លួនចង់ស្ដារមុខមាត់និងកិត្តិយសលើឆាកអន្តរជាតិឡើងវិញតើនរណាជាអ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាអ្នករាយការណ៍ពិសេសគឺជាអ្នកជំនាញការឯករាជ្យដែលតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដើម្បីតាមដាននិងរាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាអ្នករាយការណ៍ពិសេសពុំមែនជាបុគ្គលិកអង្គការសហប្រជាជាតិពុំទទួលប្រាក់បៀវត្សពី UN ក៏ពុំធ្វើការឲ្យរដ្ឋាភិបាលឬក្រុមណាមួយដែរភារកិច្ចរបស់លោកគឺធ្វើការវិតម្លៃលើស្ថានភាពសិទ្ធិមនុស្សរាយការណ៍ជាសាធារណៈអំពីស្ថានភាពនោះហើយធ្វើការជាមួយរដ្ឋាភិបាលសង្គមស៊ីវិលនិងអ្នកផ្សេងទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងវិស័យសិទ្ធិមនុស្សនេះអ្នករាយការណ៍ពិសេសធ្វើទស្សនកិច្ចឬបេសកកម្មជាទៀងទាត់ទៅកាន់ប្រទេសកម្ពុជានិងរាយការណ៍ជាប្រចាំដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សការិយាល័យ OHCHR ផ្ដល់ជំនួយខាងបរិក្ខារនិងបច្ចេកទេសអ្នករាយការណ៍ពិសេសបច្ចុប្បន្នគឺលោក Thomas Andrews ជាអតីតសមាជិកសភានិងប្រសិទ្ធភាពពីរដ្ឋ Maine សហរដ្ឋអាមេរិកពីឆ្នាំ2020ដល់ឆ្នាំ2026លោកជាអ្នករាយការណ៍ពិសេសរបស់ UN ស្ដីពីសិទ្ធិមនុស្សនៅភូមាអ្នករាយការណ៍ពិសេសនិងតំណាងពិសេសរបស់អគ្គលេខាធិការកន្លងមកមានលោកវិធិតមន្ត្រផនជនជាតិថៃលោកត្រូវបានតែងតាំងនៅខែមីនាឆ្នាំ2021លោកស្រី Rona Smith ជនជាតិអង់គ្លេសត្រូវបានតែងតាំងពីឆ្នាំ2015ដល់ឆ្នាំ2021លោកសូរិយាស៊ូបេឌីជនជាតិនេប៉ាល់ពីឆ្នាំ2008ដល់ឆ្នាំ2015លោកយ៉ាស្កាយជនជាតិកេនយ៉ាត្រូវបានតែងតាំងពីឆ្នាំ2005ដល់ឆ្នាំ2008លោកស្រី Peter Lebrecht ជនជាតិអូទ្រីសត្រូវបានតែងតាំងពីឆ្នាំ2000ដល់ឆ្នាំ